សម្រាប់បងបងមានបញ្ហាតាក់ទងទៅនឹងការ login app Xiaomi អត់ចូលឬក៏ server កាមេរ៉ាបើកអត់ដើរ robot បញ្ជាអត់ចេញអីឥឡូវខ្ញុំមានដំណោះស្រាយហើយទី1គឺយើងត្រូវការចូល Play Store មកសិនមកហើយយើងត្រូវការ download app នេះមួយនេះ VPN បងអាចប្រើជាមួយនឹង VPN មួយនេះក៏បានឬក៏បងអាចប្រើជាមួយនឹង VPN ឈ្មោះមួយទៀតក៏បានដែរសម្រាប់ខាងបង recommend គឺមាន2 VPN ដែលយើងអាចប្រើប្រាស់បាននេះសម្រាប់ VPN 2នេះគឺជា VPN ដែលយើងប្រើ free ហ្មងប៉ុន្តែបើសិនជាក្នុងករណីដែលបងមាន VPN ណាដែលដើរ smooth បងអាចប្រើ VPN ដែលបងប្រើហ្នឹងក៏បានដែរតែឥឡូវខាងបងអូនសូមបើកជាមួយនឹង VPN នេះមួយហើយរបៀប set up VPN គឺយើងធ្វើតាមដំណើរការអញ្ចឹងទី1យើងត្រូវការយកខាងលើនេះអញ្ចឹងយើងរងចាំមួយផ្លែទៅវានឹងដំណើរការមកដល់កន្លែងនេះវាឲ្យយើងប្រើ VIP បើសិនប្រើ VIP គឺយើងនឹងបង់លុយប៉ុន្តែយើងមិនបាច់ចាំប្រើ VIP ទេយើងចុច not now មកតែប៉ុណ្្នឹងទៅគឺអូខេហើយយើងគ្រាន់តែចុចពាក្យ connect now ទៅយើង allow មួយទូរស័ព្ទរបស់យើងទៅអញ្ចឹងកន្លែងនេះបងចង់បើក notification ក៏បានអត់ក៏បានដែរតែសម្រាប់ខ្ញុំគឺអត់បើកទេអញ្ចឹងនេះវាចេញរូបកូនសោមួយនៅលើ Android អញ្ចឹងមានន័យថា VPN គឺបាន connect ហើយរួចរាល់ហើយសម្រាប់ Android ក៏ចឹងដូចគ្នាដែរសម្រាប់ Rabbit VPN យើងចូលមកបាទយើងចុច agree មកអញ្ចឹងអានេះយើងមិនបាច់ចាំ subscribe អីទេយើងប្រើ trail ធម្មតាទៅdownload តោះមកយើង connect ទៅអញ្ចឹងវាអូខេដំណើរការ VPN ដូចគ្នាគាត់ថាប្រភេទ VPN មួយនេះវាមាន load ពាណិជ្ជកម្មអញ្ចឹងណាបាទចុច connect ប៉ុណ្ណឹងគឺវាបានដូចជាមួយនឹង VPN ចាស់ដូចគ្នាសម្រាប់នៅលើ iPhone ឬក៏ iOS device វិញគឺយើងប្រើជាមួយនឹង VPN នឹងដូចគ្នា VPN មួយនេះហើយដោយសារខ្ញុំធ្លាប់ download អញ្ចឹងបង download ដែរមកហើយសម្រាប់ VPN មួយទៀតគឺឈ្មោះ Rabbit នឹងដូចគ្នាចឹងអាហ្នឹងអាស្រ័យលើបងថាបងប្រើ VPN មួយណាដែល smooth សម្រាប់ទូរស័ព្ទរបស់បងឬក៏កន្លែងទីតាំង Wi-Fi របស់បងអញ្ចឹងគឺអូខេហើយរបៀបបើក VPN ហ្នឹងវាខុសពី Android បន្តិចអញ្ចឹងសម្រាប់នេះខាងខ្ញុំនឹងចុចបើកវាមកបន្ទាប់មកគឺយើងត្រូវការចុចនេះបាទហើយយើងយកពាក្យថា connect ចឹងអានេះយើងត្រូវការ allow មួយសម្រាប់ Apple គឺយើងត្រូវការ allow ហើយមកដល់កន្លែងនេះគឺត្រូវការ Wi-Fi password ទូរស័ព្ទរបស់បងបងអូខេអញ្ចឹងវានឹងបើក VPN បានធម្មតាហើយអញ្ចឹងអានេះយើងចុច not now មកបាទអញ្ចឹងគឺវាបើក VPN បានធម្មតានេះយើងបើកមកឃើញអញ្ចឹងរបៀបប្រើនៅក្នុង app គឺដូចគ្នាទាំងអស់អញ្ចឹងសម្រាប់ Rabbit VPN នេះយើងចូលមកយើងចុច agree ដូចគ្នាតែនេះវាមាន load ពាណិជ្ជកម្មអញ្ចឹងតែយើងចុចខ្វែងយើងមិនបាច់ចាំ subscribe ទេប៉ុណ្ណឹងមកយើងអាច connect បានដូចគ្នាតែយើងត្រូវការ allow ហើយយើងត្រូវការ Wi-Fi password ទូរស័ព្ទរបស់យើងដូចគ្នាប៉ុណ្ណឹងមកគឺវានឹងអានេះយើងខ្វែងវាមកគឺវានឹងចេញ VPN ណាហើយយើងចូលទៅក្នុង app គឺយើងប្រើបានធម្មតាដូចគ្នាអញ្ចឹងបងចូលទៅក្នុង app Xiaomi របស់យើងមកបាទហើយយើងចូលជាមួយនឹងកាមេរ៉ាឬក៏ device ដែលយើងប្រើប្រាស់ហ្នឹងទៅគឺវានឹងដំណើរការអញ្ចឹងឥឡូវខ្ញុំចូលមកអូខេអញ្ចឹងយើងរងចាំមួយផ្លែទៅអញ្ចឹង device ហ្នឹងគឺវានឹងដំណើរការយើងអាចបញ្ជាឬក៏មើលបានធម្មតាប៉ុន្តែបើសិនជាក្នុងករណីដែលមានភាពរអាក់រអួលវា slow អញ្ចឹងបងអាច clear app ចេញទៅហើយយើងចូលមកសារថ្មីមកគឺវាដំណើរការអញ្ចឹងអានេះគឺរបស់ខ្ញុំគឺដំណើរការធម្មតាអញ្ចឹងអានេះគឺជាវីដេអូសម្រាប់នៅលើ Android ចង់បញ្ជាក់បងដែរបើសិនជាក្នុងករណីដែលយើងបើកមកវាវិលរៀងយូរអញ្ចឹងណានៅពេលដែលបងចេញមកក្រៅវិញបងកុំលុប device នឹងចោលបើសិនជាលុប device ចោលគឺ connect អត់បានទេអញ្ចឹងបងសុខចិត្តឲ្យវិលអញ្ចឹងទៅឬក៏យើងចាំមួយផ្លែតដើម្បីឲ្យ VPN ដើរដំណើរការស្រួលគឺវានឹងដំណើរការវិញហើយនៅពេលដែលបងឈប់ប្រើជាមួយនឹងកាមេរ៉ាហ្នឹងគឺយើងចូលទៅបិទ VPN វិញបានអញ្ចឹងបងអញ្ចឹងយើងចូល VPN ហ្នឹងមកអញ្ចឹងគ្រាន់តែយើងចូលពាក្យថា disconnect មកគឺរួចរាល់ហើយអញ្ចឹងវាលែងចេញរូបកូនសោនៅក្បែរ Wi-Fi នេះហើយ